ចិត្តដល់រដូវភ្លៀងហើយបងប្អូនអើយអ្នកណាដែលមិនទាន់ចេះដាក់អ៊ុយហ្នឹងមើលវីដេអូនេះមកខ្ញុំនឹងបង្រៀនរៀបរាប់អំពីការដាក់អ៊ុយដើម្បីទុកកង់កំសាន្តអារម្មណ៍រកត្រីលេងនៅពេលរដូវទឹកភ្លៀងអញ្ចឹងណាទឹកស្រែក្បែរផ្ទះហ្នឹងគឺអាចដាក់ញ៉ាំបានហើយនេះមើលនេះខ្ញុំដាក់បានបានត្រីសពមុខមានទាំងឆ្លូញមាននឹងកំភ្លៀងអីសពមុខណាហើយសម្ភារៈយើងត្រូវប្រើហ្នឹងមានដូចជាអ៊ុយមួយអ៊ុយតូចអ៊ុយធំហើយវាមានកន្លងញឹកកន្លងតូចអាស្រ័យលើយើងចង់បានអញ្ចឹងណាទៅរកពីផ្សារទៅគឺមានហើយនឹងបកគោលចំនួន4 5ចំនួន5បកគោលណាហើយនឹងមានដុំថ្មអីដុំអិតអីតូចៗអញ្ចឹងទៅដើម្បីទុកសង្កត់សំណាញ់អ៊ុយរបស់យើងដំបូងឡើយគឺយើងដាំបកគោតូចៗពីរអញ្ចឹងទៅដើម្បីដាក់ម៉ត់អ៊ុយរបស់យើងអញ្ចឹងណាហើយម៉ត់អ៊ុយរបស់យើងហ្នឹងគឺយើងដាក់ខាងក្រៅបកគោលដែលយើងដាំហើយយើងដាក់ខាងក្រៅសៀតវាដើម្បីទុកម៉ត់អ៊ុយរបស់យើងបន្ទាប់មកយើងដាំបកគោលវែងពីរទៀតទៅហើយចងអត់មានបាក់អីទេចងក្បួចដូចខ្ញុំអញ្ចឹងដាំរបៀបបែបខ្ញុំអញ្ចឹងទៅណាបងប្អូនហើយនេះហើយទៅដាំមួយហើយគឺយើងចងអីរួចរាល់ហើយគឺយើងយកដុំថ្មមកសង្កត់កន្លែងអាប់បន្ទឹកហ្នឹងទៅដើម្បីកុំឲ្យវាលហើបអីចឹងត្រីឬក៏អីរួចចេញអីចឹងណាហើយដើម្បីឲ្យបានត្រីទាំងអស់ហ្នឹងចូលក្នុងហ្នឹងឲ្យស្រួលចឹងទៅយើងក៏ចាប់ផ្ដើមទាញអាក្រោយឲ្យតឹងហើយយើងដាក់បកគោមួយទៀតទៅដើម្បីចងខ្សែវានឹងអាក្រោយហ្នឹងគេមានខ្សែមួយដែរដើម្បីចងចឹងហើយចុងខាងក្រោយនេះក៏មានប្រឡោះមួយដែរសម្រាប់ចាក់ត្រីចេញមកវិញណាអញ្ចឹងយើងចងវាឲ្យជាប់ទៅកុំឲ្យត្រីចេញរួចយើងចងឲ្យជិតទៅចាអរគុណពុកម៉ែបងប្អូនវីដេអូនេះខ្ញុំមានតែប៉ុណ្ណេះឯង